សួស្តីទាំងអស់គ្នានេះបើពីចំការតខុំហើយបើទាំងអស់គ្នាអាចញ៉ាំជាលក្ខណៈញ៉ាំស្រស់ពុះមកញ៉ាំក៏បានដែរហើយបើសិនជាទាំងអស់គ្នាធ្វើលក្ខណៈផ្អែមដាក់អញ្ចេះញ៉ាំក៏បានដែរដាក់ទឹកដោះគោបន្តិចទៅដាក់ទឹកឃ្មុំអីបន្តិចទៅហើយដាក់ទៅតាមចំណង់ចំណូលចិត្តអ្នកទាំងអស់គ្នាអញ្ចឹងប៉ុន្តែអ្នកខ្លះគឺគាត់អត់ញ៉ាំលក្ខណៈបែបអញ្ចឹងឯងពីព្រោះអីគាត់ខ្លាចឡើងជាតិស្ករឡើងអីខ្លាំងអីអញ្ចឹងណាតែបើខ្ញុំញ៉ាំលក្ខណៈអញ្ចឹងបានខ្ញុំចូលចិត្តញ៉ាំអញ្ចឹងណាហើយជួនកាលពេលខ្លះខ្ញុំបកមកគឺខ្ញុំញ៉ាំយកតែម្ងបឺអញ្ចឹងខ្ញុំពុះមកខ្ញុំញ៉ាំបឺយកម្ងខ្ញុំអត់មានដាក់ដោះគោដាក់អីទេហើយបើសិនជាមួយទៀតទាំងអស់គ្នាអាចធ្វើជាលក្ខណៈមួយក្លុកធ្វើបឺក្លុកញ៉ាំហ្មងក៏បានដែរអញ្ចឹងអត្ថប្រយោជន៍របស់បឺគឺមានយើងអាចធ្វើបានច្រើនមុខអញ្ចឹងណាទាំងអស់គ្នានេះ